ចាពុកម៉ែបងប្អូនជាទីគោរពចានាងខ្ញុំមកបង្ហាញនេះគឺរូបផ្នែកដុសកតុយថ្លែណាចាភ្ញៀវរបស់ខ្ញុំគាត់ដុសទាំងសងខាងតែខ្ញុំបង្ហាញនេះតែមួយខាងទេកតុយថ្លែនេះកម្រិតមធ្យមហើយចាបងប្អូនឃើញនេះនេះសរសៃឈាមធ្លុះរីកចាហើយវាបានលើយចូលទៅក្របទៅដល់កញ្ចក់កែវភ្នែកពណ៌ខ្មៅរបស់យើងបន្តិចហើយចាហើយមានអាការៈធ្វើទុកណាស់ចាលំងាស់ភ្នែករកម្មចាចាក់ហៀទឹកភ្នែកយើងពេលខ្លះមានការឈឺចាក្តៅផ្សានៅក្នុងភ្នែកចាពេលខ្លះទៅព្រិលភ្នែកសវាំងភ្នែកគឺវាមានផលរំខានធ្វើទុកប្រចាំថ្ងៃយើងខ្លាំងមែនតើអញ្ចឹងបងប្អូនមានបញ្ហាភ្នែកអញ្ចេះចាខាងខ្ញុំមានជាប្រភេទគ្រាប់ជួយរំលាយជំរះនៅសាច់ខ្លាញ់កតុយថ្លែនចាជួយឲ្យភ្នែករបស់យើងមានសំណើមជួយឲ្យរលាយជ្រះកតុយថ្លែនជួយឲ្យភ្នែករបស់យើងសថ្លាស្ដារកំហើញជួយជួសជុលសរសៃឈាមបាត់ភ្នែកចាអញ្ចឹងយើងមានជាប្រភេទគ្រាប់សម្រាប់លេបបើសិនជាពុកម៉ែបងប្អូនមានបញ្ហាភ្នែកដុសកតុយថ្លែនអត់ចង់ឆ្លងកាត់ការបកឬក៏ការវះកាត់ចាអ្នកខ្លះគាត់ពុំមានពេលសម្រាប់ថែទាំទេចាគាត់មិនមានពេលសម្រាប់ឈប់សម្រាកទេចាគឺគាត់ចង់ចាមានវិធីសាស្ត្រណាដែលធ្វើការបានហើយជួយរំលាយជំរះនៅសាច់ខ្លាញ់កតុយថ្លែនអញ្ចឹងខាងយើងមានជាប្រភេទគ្រាប់សម្រាប់លេបចាជួយឲ្យរលាយជ្រះនៅសាច់ខ្លាញ់កតុយថ្លែនអញ្ចឹងបងប្អូនស្ថិតនៅក្នុងដំណាក់កាលនេះគឺដំណាក់កាលកម្រិតមធ្យមហើយអញ្ចឹងបើបងប្អូនចាមានបញ្ហាភ្នែកអញ្ចេះចាចង់បានជាប្រភេទគ្រាប់យកទៅប្រើប្រាស់អាចតាក់ទងមកខាងនេះខ្ញុំបានណាចាចំពោះការប្រើប្រាស់វិញចន្លោះ3ទៅ5ថ្ងៃយើងនឹងដឹងថាភ្នែករបស់យើងនឹងចាប់ផ្ដើមធូរស្បើយហើយចាបាត់រមាស់បាត់រកម្មបាត់កាហាយចាប់ផ្ដើមពី1សប្ដាហ៍ឡើងទៅ10ថ្ងៃយើងនឹងឃើញថាវាស្ដើងជាងមុនចាភ្នែករបស់យើងនឹងសថ្លាជាងមុនហើយធានាជូនមិនមានផលប៉ះពាល់ទេចាហើយយើងអាចធ្វើកិច្ចការងាររកស៊ីប្រចាំថ្ងៃបានធម្មតាអញ្ចឹងពុកម៉ែបងប្អូនដែលកំពុងតែជួបប្រទះបញ្ហាដូចនេះខ្ញុំបានលើកឡើងចាភ្នែកកតុយថ្លែនភ្នែកស្ងួតឡើងបាយរលាកបាត់ភ្នែកទឹកដក់នៅក្នុងភ្នែកអាចតាក់ទងមកខាងនេះខ្ញុំបានយើងមានដំណោះស្រាយជូនជាប្រភេទគ្រាប់សម្រាប់លេបអញ្ចឹងពុកម៉ែបងប្អូនដែលចាប់អារម្មណ៍ចូលទៅក្នុង profile TikTok របស់ខ្ញុំនឹងឃើញមានលេខ3ប្រព័ន្ធសម្រាប់តាក់ទងចាមានលេខ068ចា55 3 9 9 07 26 4662ចាអាចតាក់ទងមកតាមរយៈលេខនឹងបាន call ក៏បាន Telegram chat មកក៏បានដែរចាដើម្បីយើងសាកសួរឲ្យបានលម្អិតជ្រើសរើសយកទៅប្រើប្រាស់ឲ្យតាន់ពេលវេលាផងដែរចាអរគុណ